ទាំងអស់គ្នាធ្លាប់រៀន present simple ច្រើនដងហើយត្រូវអត់ប៉ុន្តែអ្នកគ្នាតែងតែធ្វើខុសនៅ verb ដែលស្ថិតនៅក្នុង present simple ហ្នឹងអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាធ្វើខុសទៀតនៅពេលដែលមើលវីដេអូហ្នឹងហើយ teacher ឲ្យអ្នកទាំងគ្នាសូនហើយអូខេអញ្ចឹងឥឡូវមកមើលទាំងអស់គ្នាទី1 teacher បញ្យល់ទី1វិញម្ដង I plays football every Saturday អញ្ចឹងយើងជ្រើសរើស verb មួយណាចឹងយើងមើល subject ជាអីជា I ត្រូវអត់អញ្ចឹង verb របស់វាគឺជា main verb គឺជា verb 1 verb ធម្មតាអត់មាន s es change y to i es ទេអញ្ចឹង verb ដែលត្រឹមត្រូវគឺ play អត់មាន s អូខេចូលមកដល់ទី2 he plays football on Sundays play អត់ s ហើយនឹង play មាន s អញ្ចឹងយើងមើល subject របស់យើង subject នេះជា subject អីជា subject he ត្រូវអត់អញ្ចឹងយើងប្រើមួយ verb មួយណាគឺ verb play មាន s អញ្ចឹងនៅក្នុងហ្នឹងក៏មាន rule ដែរទីឆាប់បានព្រៀននៅក្នុងវីដេអូមុនហើយ rule ទាំងអស់ហ្នឹងប៉ុន្តែអ្វីដែលអ្នកនរគ្នាត្រូវចាំនៅពេលដែល subject យើងជា he she it យើងត្រូវតែ change y to i s យើងត្រូវតែ add s យើងត្រូវតែ add es ទៅលើ verb ហ្នឹងអញ្ចឹងយើងមើល verb play នេះ verb play ហ្នឹងយើងត្រូវបន្ថែម s មិនបានយើងអត់ change y to i es ដោយសារតែនៅខាងមុខ y គឺជាស្រៈគឺជា vowel អញ្ចឹងបានយើងបន្ថែម s ធម្មតាទី3 we doesn't like meal អញ្ចឹងយើងជ្រើសរើសមួយណា we ជាអី yes we អញ្ចឹង subject យើងមាន I you we they អញ្ចឹងនៅពេលដែល subject យើងជា we យើងប្រើមួយអីប្រើមួយ doesn't នេះយើងអត់ប្រើទេយល់អត់យើងប្រើមួយ we don't ចាំមកដល់ថងនេះ like មាន s អត់គឺអត់មាន s ទេ like គឺយើងយក like ធម្មតាអត់មាន s ពីព្រោះដោយសារនៅពេលដែលយើងប្រើប្រាស់វាស្ថិតនៅក្នុងទម្រង់ negative ឬក៏ question verb របស់វាគឺជា verb ធម្មតាគឺជា main verb យើងអត់បន្ថែម s es អីទាំងអស់យល់អត់អ្វីដែលយើងបដូរគឺបដូរតែនេះទេបើសិនបើជា are you we they យើងប្រើមួយ don't បើសិនបើ he she it យើងប្រើមួយ doesn't ចុះមកដល់ទី4 does you like riding a bike អញ្ចឹងយើងមើលអានោះស្ថិតនៅក្នុងអីទម្រង់សំណួរត្រូវអត់អញ្ចឹងយើងមើល subject របស់យើង you អញ្ចឹង you យើងប្រើមួយអីយើងប្រើមួយ do ចុះ verb របស់យើងដូចទីឆាប់បាន mention មិញអញ្ចឹងនៅពេលដែល sentence យើងស្ថិតនៅក្នុង negative form ហើយនិង question form verb របស់វាគឺជា verb ដើមអត់បន្ថែមអីទាំងអស់អញ្ចឹងអាមួយណា verb ដើមគឺ like អត់មាន s អូខេចូលមកដល់ទី5 she doesn't lives in Cambodia អញ្ចឹងយើងមើល she subject យើងជា she អញ្ចឹងយើងប្រើមួយអីប្រកាសជាប្រើមួយ doesn't ហើយ verb របស់យើងគឺ live ដោយសារទីជប់បានបញ្យល់នៅខាងលើហើយត្រូវអត់អញ្ចឹង she doesn't live in Cambodia ប៉ុន្តែយើងយក live មាន s នេះបានអត់គឺអត់ទេខុសហើយវាអត់ត្រូវទៅតាម rule នៅក្នុងទម្រង់ present simpleអូខេអញ្ចឹងសរុបមកវិញអ្នកទាំងអស់គ្នាយល់ពីចំណុចទាំងអស់ហ្នឹងអត់បើសិនបើយល់thì chắcចង់ឲ្យអ្នកទាំងអស់គ្នាបង្កើត sentence ចំនួន3ទី1គឺ positive ទី2 negative ហើយនិង question នៅក្នុង comment អូខេអញ្ចឹងវីដេអូរបស់ teacher មានតែប៉ុណ្្នឹងទេ Goodbye everyone